อันตบดประทออบรมจิตอาวาสธรรมเตียนโดยព្រះศาสนมณีมหากรรมฐานาจารยะเฮิมบนเทือนธอมแมเทราวการศึกษาปฏิบัติสมาธิเชื่ออบายมวยมีสาระสำคัญครั้งนะสำหรับชีวิตประจำថ្ងៃរបស់យើងម្នាក់ៗដូច្នេះយើងត្រូវរៀនធ្វើបានជីវិតយើងមានតម្លៃមានន័យព្រោះបានជួយឲ្យសម្រេចប្រយោជន៍ច្រើនណាស់ទាំងប្រយោជន៍ផ្លូវកាយប្រយោជន៍ផ្លូវចិត្តប្រយោជន៍ការទំនាក់ទំនងរស់នៅក្នុងសង្គមឲ្យបានល្អនិងជួយឲ្យចិត្តស្ងប់ពីបញ្ហាគ្រប់យ៉ាងនៅពេលដែលយើងកំពុងសមាធិគឺជាការលើកទឹកចិត្តឲ្យផុតពីបញ្ហាស្មុគស្មាញហើយមានស្មារតីផ្ដោតអារម្មណ៍ទៅកាន់ទីតាំងមួយដែលផ្ដល់នូវធម្មធាតុដ៏ត្រជាក់ស្ងប់ដែលបានប្រើបញ្ញាទាញស្រូបយកនូវគោលដៅជាកុសលដោយប្រឹងប្រែងយកចិត្តទុកដាក់ខ្លាំងក្លាបំផុតដើម្បីបំពេញធម៌ពលផ្លូវចិត្តឲ្យរឹងមាំស្ងប់ស្ងាត់ធ្វើអ្វីមួយកាន់តែឆ្លៀសវៃច្បាស់លាស់គ្រាន់តែចិត្តស្ងប់ភ្លាមយើងបានដឹងខ្លួនឯងច្បាស់ថាដូចមានស្មារតីភ្លឺស្វាងហើយបានឃើញពិភពលោកនិងមានអារម្មណ៍ស្ងប់ស្ងាត់ស្រស់ថ្លាជាងមុនធ្វើឲ្យយើងសម្រេចចិត្តធ្វើអ្វីមួយកើតឡើងរហ័សលឿនច្បាស់លាស់មានការទទួលខុសត្រូវជឿជាក់បង្កើននូវភាពអត់ធ្មត់មេត្តាសន្តោសនិងការយោគយល់ជាជាងប្រតិកម្មរាល់បញ្ហានៅជុំវិញខ្លួនមានសន្តានចិត្តទូលាយចេះយល់ចិត្តអ្នកដទៃនិងមានមនោសញ្ចេតនាទំនាក់ទំនងល្អជាមួយក្រុមគ្រួសារមិត្តភ័ក្តិកាន់តែប្រសើរសមាធិថែមទាំងជួយឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញចំណុចខ្សោយនិងចំណុចខ្លាំងដោយខ្លួនឯងមានតម្លាភាពមិនលំអៀងដោយអគតិណាមួយដូច្នេះសូមញាតិញោមត្រូវជឿជាក់ថាការធ្វើសមាធិនេះមិនមែនធ្វើឲ្យមនុស្សទន់ជ្រាយកំសាកគ្មានសមត្ថភាពទទួលខុសត្រូវឬរត់គេចវេសពីបញ្ហានោះទេប៉ុន្តែផ្ទុយទៅវិញសមាធិនេះបានអប់រំវឹកហាត់ចិត្តឲ្យក្លាយជាមនុស្សរឹងមាំមានសមត្ថភាពពេញលេញទាំងអំណាចនិងធម៌ពលផ្លូវចិត្តច្បាស់លាស់ដើម្បីវិលត្រឡប់ទៅដោះស្រាយរាល់បញ្ហាដ៏ច្រើនឲ្យមាន